Xongនិយាយអំពីនិស្សិតពេទ្យមួយក្រុមគាត់ចូលរៀនផ្នែក anatomy ថ្ងៃទី1ថ្ងៃដំបូងរបស់គាត់ចូលទៅនៅក្នុងបន្ទប់ពិសោធន៍ហ្នឹងលោកគ្រូក៏គាត់បញ្យល់ថាយើងចង់ខ្លាចជាពេទ្យតែពូកែត្រូវមានសមត្ថភាពចម្បង2សំខាន់សមត្ថភាពចម្បងទី1គឺយើងមិនអាចខ្ពើមបានទេធ្វើជានិស្សិតពេទ្យគឺមិនអាចខ្ពើមបានទេលោកគ្រូក៏ដកសាកសពមកមួយដាក់លើតុហើយគាត់បើកមាត់សាកសពហ្នឹងគាត់ចូលម្រាមដៃលូកចូលទៅក្នុងមាត់សាកសពហ្នឹងគាត់លូកកោទៅក្នុងពងកឲ្យហើយគាត់ក៏យកមកលិតហើយគាត់តម្រូវឲ្យសិស្សទាំងអស់ធ្វើតាមគាត់សិស្សរៀងរឯងចិត្តដែរប៉ុន្តែជាមិនកើតព្រោះថាយើងធ្វើជាពេទ្យកុំឲ្យខ្ពើមអញ្ចឹងសិស្សទាំងអស់គ្នាក៏យកម្រាមដៃលូកហើយយកមកលិតលូកចូលក្នុងមាត់សាកសពហ្នឹងហើយយកមកលិតគ្រប់គ្នាដល់ពេលចប់គ្រប់គ្នាហើយគ្រូក៏ប្រាប់ទៀតថាចំណុចសំខាន់ទី2សមត្ថភាពទី2ដែលនិស្សិតពេទ្យយើងត្រូវតែមានគឺសមត្ថភាពក្នុងការសង្កេតអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំអំបញ្ញមិញប៉ុន្តែអំបញ្ញមិញខ្ញុំលូកម្រាមដៃចង្អុលចូលទៅក្នុងមាត់អ្នកជំងឺអ្នកសាកសពប៉ុន្តែខ្ញុំលិតម្រាមដៃកដាលទេទុយទៅវិញអ្នកទាំងអស់គ្នាលូកម្រាមដៃណាលិតម្រាមដៃនឹងបាទអញ្ចឹងយើងត្រូវតែមានសមត្ថភាពសង្កេតមួយទៀត